chươngលេខនឹងដឹងតែបានគូនៅស្រុកក្រៅហ្មងអូខេតោះអញ្ចឹងយើងមកលេងភាគអាកាសទាំងអស់គ្នាចង់ដឹងថាតើគូរបស់យើងអនាគតទៅជាមនុស្សបែបណាហើយបានជួបក្នុងពេលកន្លងមួយណាឬក៏មិនអីចឹងណាអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាមាន3ស្លឹកឲ្យរើសនេះសារហូកាឡាទៀតស្លឹកទី1ស្លឹកទី2ហើយនិងស្លឹកទី3អញ្ចឹងធ្វើសមាធិហើយបើរើសបានហើយយើងទៅសាកចម្លើយទាំងអស់គ្នាអញ្ចឹងយើងមកមើលទាំងអស់គ្នាសម្រាប់ដែលគាត់រើសស្លឹកទី1ថាតើគូអនាគតជាមនុស្សបែបណាឬក៏មិនដែរអញ្ចឹងណាអូខេគាត់ទៅបើកមកឃើញច្បាស់ហ្មងលក្ខណៈថាគូយើងអញ្ចឹងណាអាចនឹងមានជើងលេខដែលគាត់នៅម្នាក់មួយកន្លែងពីយើងខេត្តផ្សេងគ្នាកន្លែងផ្សេងគ្នាតំបន់ផ្សេងគ្នាឬក៏បើឆ្ងាយជាងហ្នឹងអាចនឹងជាបរទេសឬក៏ខ្មែរយើងដែរតែគាត់នៅក្រៅប្រទេសឬក៏អីចឹងណានៅកន្លែងផ្សេងគ្នានេះអាចនឹងមានឱកាសជាគូរបស់យើងខ្ពស់ហើយគាត់ជាមនុស្សដែលលក្ខណៈថាមានភាពជាមេដឹកនាំមានការសម្រេចចិត្តនិយាយទៅអត្តចរិតគឺទី1លេខ1ហ្មងលក្ខណៈថាគាត់សម្រេចចិត្តរឿងអីមួយច្បាស់លាស់មានហៀបផែនការអនាគតក្រុមគ្រួសារនិយាយទៅបើបានគាត់មកហ្នឹងគឺអាចនឹងលក្ខណៈថាជាមនុស្សដែលមើលថែយកចិត្តទុកដាក់បានធ្វើឲ្យក្រុមគ្រួសារមានសេចក្តីសុខសុភមង្គលអីចឹងយើងមកមើលសម្រាប់អ្នកដែលគាត់រើសស្លឹកទី2ចាំមើលថាតើអ្នកដែលគាត់រើសស្លឹកទី2ហ្នឹងបានជួបគូអត្តចរិតបែបណាមិនអីមិនចឹងណាតាមរបៀបប្រាប់វាប្រាប់ថាអ្នកឃើញហ្មងអ្នកដែលរើសស្លឹកទី2ហ្នឹងគឺទៅសុំគូពីលក្ខណៈថាកន្លែងវត្ថុស័ក្តិសិទ្ធិឬក៏កន្លែងណាមួយមកពីទេវតាឬក៏អរិយអ្នកតាអីចឹងណាឃើញឡើងមកគឺសុំហ្មងគាត់ប្រាប់ថាចាប់ពីឥឡូវទៅអាចនឹងដល់ចុងឆ្នាំឬក៏ខ្ទង់ដើមឆ្នាំខែ2អីហ្នឹងចាំសិនគាត់ពងតា filter គាត់ពងតារើសឲ្យវាគុំតែមានចឹងណាកុំទាន់អាបញ្ញាប់តែគាត់ថាមានអត់មានតែត្រូវចាំរយៈពេលចឹងណាហើយអ្នកដែលគាត់ចូលមកគាត់រើសឲ្យហ្នឹងគឺដឹងតែត្រូវចិត្តតែគាត់ចូលមកដោយសារមើលគាត់រើសយូរហ្នឹងដោយសារលក្ខណៈថាយើងអាចនឹងជាមនុស្សមានអតីតមានបញ្ហាច្រើនខូចចិត្តឬក៏មានលក្ខណៈថាវិប្បដិសារីនៅក្នុងចិត្តឬក៏អីចឹងណាហើយគាត់ពងរើសអ្នកដែលចូលមកដើម្បីជាបាលយើងបានអញ្ចឹងយើងមកមើលសម្រាប់តែគាត់រើសស្លឹកទី3ថាមានគូអត់ហើយគូយើងមិនដែរអញ្ចឹងណាតោះវាមិនដែរណាអត់គូឯងគេដែរអូខេឃើញហើយមិនទៀតតោះអញ្ចឹងយើងមើលទៅអ្នកដែលគាត់រើសស្លឹកទី3ហ្នឹងគូគាត់ហ្នឹងអាចនឹងជាមនុស្សដែលគាត់ឆ្លងកាត់បញ្ហាឬក៏ដែលណាការខូចចិត្តឬក៏ពិបាកចិត្តមកច្រើនត្រូវគេបោកធ្វើគេអីច្រើនអញ្ចឹងណាដល់ពេលអញ្ចឹងគាត់រៀងកណ្ដាញខ្លួនឬក៏អីអញ្ចឹងបើមានគាត់ចូលមកអញ្ចឹងមានន័យថាគាត់មើលថែយកចិត្តទុកដាក់យើងខ្លាំងណាព្រោះអីខ្លាចលក្ខណៈថាជួបបញ្ហាដូចពាក្យស្នេហាគាត់ពីមុនអីអញ្ចឹងណាដល់អញ្ចឹងអាចនឹងមានការប្រច័ណ្ឌឬក៏អីខ្លះសូមអ្នករើសស្លឹកទី3នេះមានគូអត់ដឹងតែមានគូហើយគូគាត់ហ្នឹងគឺប្រកែប្រច័ណ្ឌទៀតប្រកែតាមមើលថែយកចិត្តទុកដាក់អីអញ្ចឹងណាហើយបើមើលពីរឿងការងារវិញអាចនឹងប្រាប់បានបន្តិចទៀតថាអាចជាអ្នករៀងស្រុកស្ដំមានការងារបនតំណែងឬក៏ឋានៈរៀងខ្ពស់ដែរអញ្ចឹងណា